ប្អូនយើងមើលលំហាត់ត្រៀមប្រឡងបាក់ឌុបមួយទៀតគឺលំហាត់រូបវិទ្យាថ្នាក់ទី12អញ្ចឹងយើងអានប្រធានលំហាត់ទាំងអស់គ្នាគេថា solenoid 1មានប្រវែង L ស្មើនឹង50សង់ទីម៉ែត្រនេះគឺជាប្រវែងរបស់ solenoid ណាមានចំនួនស្ពាបាទចំនួនស្ពាគឺគេតាំងដោយ n ស្មើនឹង500ស្ពាហើយមានផ្ទៃកន្លះមកកាត់បាទនេះគឺផ្ទៃកន្លះមកកាត់គឺគេតាំងដោយ a ធំស្មើនឹង2ដេស៊ីម៉ែត្រការ៉េគេឲ្យចរន្តប្រែប្រួលបាទជាប្រភេទចរន្តប្រែប្រួលដែលមានសមីការ E ស្មើនឹង10ស៊ីន100ផៃតេគិតជាអំពែបាទឆ្លងកាត់ solenoid នោះចឹងយើងមានប្រវែង L យើងមានចំនួនស្ពា N ហើយមានផ្ទៃមកកាត់របស់ solenoid ហើយគេឲ្យចរន្ត E ស្មើនឹង10ស៊ីន100ផៃតេឆ្លងកាត់ solenoid នោះសំណួរកគេសួរថាតើចរន្តខាងលើនេះជាប្រភេទចរន្តអ្វីបាទជាប្រភេទចរន្តអ្វីចូលបញ្ជាក់ទំហំនីមួយៗរបស់វាខគណនាអាំងដូចតង់គឺយើងតាមដល់អក្សរ L នៃ solenoid នោះបាទចូលដល់សំណួរចុងក្រោយចូលសរសេរកន្សោមកម្លាំងអគ្គិសនីចលករអូតូអង្គវីខណៈបាទអញ្ចឹងនេះគឺរកកន្សោមកម្លាំងអគ្គិសនីចលករអូតូអង្គវីខណៈដែលកើតមានក្នុង solenoid បាទអញ្ចឹងយើងមាន3សំណួរហើយសំណួរកហ្នឹងគឺសំណួរមែនតើណាគឺគេឲ្យយើងឆ្លើយណាហើយខបានយើងគណនាអនុតង់កបានយើងសរសេរកន្សោមបាទកម្លាំងអគ្គិសនីចលករអូតូអង្គវីអញ្ចឹងលោកគ្រូជឿជាក់ថាទាំងអស់គ្នាប្រហែលជាចេះឆ្លើយហើយសំណួរកបាទគេសួរតើចរន្តនេះជាប្រភេទចរន្តអ្វីអញ្ចឹងបងប្អូនមើលទម្រង់នៃចរន្តមើលតើវាមានរាងបែបម៉េចបាទអញ្ចឹងរាងរបស់វាគឺ E ស្មើនឹង EM sin omega t បាទទម្រង់បែបនេះគេហៅថាចរន្តឆ្លាស់ sinusoid ណាបាទគឺចរន្តឆ្លាស់ដែលមានរាងងាយជាងគេបាទអញ្ចឹងចរន្តខាងលើនេះគឺជាប្រភេទចរន្តអីគឺយើងអាចឆ្លើយបានបាទចេញលំហាត់នេះគឺបងប្អូនប្រហែលជាអាចធ្វើបានទាំងអស់គ្នាប៉ុន្តែយ៉ាងណាគឺអាចមើលដំណោះស្រាយរបស់លោកគ្រូហើយផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នាណាអញ្ចឹងយើងមើលដំណោះស្រាយបាទកអញ្ចឹងយើងទៅសេថាយើងមានសមីការចរន្តដែលគេឲ្យគឺ E ស្មើនឹង10ស៊ីន100ផៃតេគិតជាអំពែអញ្ចឹងចរន្តនេះគឺជាប្រភេទចរន្តឆ្លាស់ណាជាប្រភេទចរន្តឆ្លាស់ដែលមានរាង E ស្មើនឹង EM sin omega t បាទហើយគេឲ្យយើងកំណត់ទំហំនីមួយៗផងណាអញ្ចឹងនៅក្នុងសមីការនេះគឺ EM បាទ EM គឺមេគុណមុខស៊ីននេះបាទអញ្ចឹងបើយើងមើលក្នុងសមីការដែលគេឲ្យគឺ10អំពែណាបាទជាចរន្តអគ្គិសនីអតិបរមាហើយຂະຫນាតរបស់វាគឺគិតជាអំពែអញ្ចឹងយើងហៅថាជាចរន្តអគ្គិសនីអតិបរមាឬក៏យើងហៅថាជាអំភ្លីទូតនៃចរន្តហើយអូមេហ្គាគឺយើងហៅថាជា pulsation បាទនៃចរន្តឆ្លាស់ហ្នឹងដែលຂະຫນាតរបស់វាគឺគិតជារ៉ាត់យ៉ង់ក្នុង1វិនាទីហើយ I តូចនេះគឺយើងហៅថាជាចរន្តអគ្គិសនីខណៈបាទជាចរន្តដែលនៅខណៈពេលតេណាមួយណាຂະຫນាតគិតជាអំពែដូចគ្នាបាទអញ្ចឹងសំណួរកយើងឆ្លើយតែប៉ុណ្ណេះទេចូលទៅដល់សំណួរខគណនាអាំងដូចតង់អញ្ចឹងតាមរយៈបំរាប់ប្រធានលំហាត់មិញតើបងប្អូនធ្វើដំណោះស្រាយរកអាំងដូចតង់តាមរូបមន្តណាបាទអញ្ចឹងរូបមន្តរបស់អាំងដូចតង់គឺយើងរកតាម L ស្មើនឹង10 n ការ៉េ a ចែកដោយ L អញ្ចឹងយើងដូចជាមានអស់ហើយអត់មានអីពិបាកទេ10គឺ4ផៃគុណ10សេគុណដក7ណាតែស្លាម៉ែត្រក្នុង1អំពែហើយចំនួនស្ពាសរុបគេឲ្យមកគឺ500ស្ពាគេឲ្យមក2ដេស៊ីម៉ែត្រការ៉េណាអញ្ចឹងគេឲ្យ a មកស្រាប់ប៉ុន្តែកូនត្រូវបដូរຂະຫນាតបាទអញ្ចឹង DC គឺ10សេគុណដក1ដក1លើកជាការ៉េទៅជា10សេគុណដក2អញ្ចឹងយើងបាន A ស្មើនឹង2គុណ10សេគុណដក2ម៉ែត្រការ៉េអញ្ចឹងយើងបដូរຂະຫນាតទៅហើយណាហើយ L គឺ50សង់ទីម៉ែត្រណាបាទ50សង់ទីម៉ែត្របដូរជាម៉ែត្រ
សង់ទីនេះ10សេគុណដក2 10សេគុណដក2យើងទូទាត់មួយ0នេះមួយទៅនៅសល់10សេគុណដក1អញ្ចឹងយើងបាន L ស្មើនឹង5គុណ10សេគុណដក1ម៉ែត្រអញ្ចឹងយើងស្គាល់អស់ហើយជំនួសចូលទៅរូបមន្តយើងវិញបាទដើម្បីរកអាំងឌីតង់អញ្ចឹងគេបាន L ស្មើនឹង10 n ការ៉េ a ចែកឲ្យ L បាទអញ្ចឹងលេខនេះអត់ពិបាកគិតទេបងប្អូនយើងយក5នេះលើកជាការ៉េសិនមក5លើកជាការ៉េបាន25ហើយ25ចែកនឹង5ក្រោមនេះនៅសល់5អញ្ចឹងតាមគួរឲ្យតន់ណាហើយគិតខ្លួនឯងស្មើ5ហើយ5គុណនឹង2នេះបាន10បាទ10បងអូនទូទាត់មកអានេះ10សេគុណ2លើកជាការ៉េបាន10សេគុណ4អញ្ចឹងដែលយកនឹង10សេគុណ4ទៅគុណនឹង10វាបាន10សេគុណ5 10សេគុណ5ទូទាត់មក10សេគុណដក2នេះនៅសល់10សេគុណ3 10សេគុណ3ទូទាត់ជាមួយនឹង10សេគុណដក7នេះនៅសល់10សេគុណដក4 10សេគុណដក4ទូទាត់ជាមួយនឹង10សេគុណដក1ខាងក្រោមគឺនៅសល់10សេគុណដក3ហើយលេខ4ផាយនេះយើងដាក់មកដដែលបាទអញ្ចឹងចំណុច L យើងគឺ4ផាយគុណ10សេគុណដក3ហង្រីបាទដូចនេះយើងរក L ឃើញហើយគឺ4ផាយគុណ10សេគុណដក3ហង្រីបាទនេះគឺជាចម្លើយអាំងឌីតង់ចូលដល់ចុងក្រោយកើសរសេរកន្សោមកម្លាំងអគ្គិសនីចលករអូតូអាំងឌីវីខណៈចឹងនៅក្នុងមេរៀនអូតូកម្លាំងអគ្គិសនីចលករអូតូអាំងឌីវីគឺមានរូបមន្តតែមួយទេគឺ E ស្មើនឹងដក L dE លើ dt ណាអានេះករណី E ប្រែប្រួលជាអនុគមនៃ t អញ្ចឹងយើងយក derivative ណាប៉ុន្តែបើវាប្រែប្រួលជាតម្លៃលេខគឺយើងអាចដាក់ delta E លើ delta t បាទ delta t បាទនេះករណី E យើងប្រែប្រួលជាលេខមកថាពី0ទៅ5ឬក៏ពី5មក0អញ្ចឹងទៅតែបើប្រែប្រួលជាអនុគមនៃ t គឺយើងប្រើ E ស្មើនឹងដក L dE លើ dt dE លើ dt នេះគឺជា derivative ណា derivative នៃចរន្តធៀបជាមួយនឹងរយៈពេលអញ្ចឹងយើងមានហើយ L គឺ4ផាយគុណ10គុណដក3ហង្រីបាទហើយ E យើងគេឲ្យកន្សោមចរន្តខាងលើនោះគឺ10ស៊ីន100ផាយតេអញ្ចឹងយើងជំនួសចូលទៅក្នុងរូបមន្តតែម្ដងទៅយើងបាន E ស្មើនឹងដក L derivative ណា derivative E របស់យើងគឺ10ស៊ីន100ផាយតេធៀបជាមួយនឹង dt អញ្ចឹងកន្លែងនេះគឺយើង derivative វាលេខ10នេះគឺចំនួនថេយើងទាញក្រៅ derivative បានហើយអានេះគឺ sin 100 ផៃតេវាដើរតួដូចជា sin អ៊ុយអញ្ចឹងបើ sin អ៊ុយ derivative បានអីបានអ៊ុយព្រីមកុសអ៊ុយណាបាទអញ្ចឹងអ៊ុយព្រីមរបស់យើងគឺនៅក្នុងសម័យកាលរបស់យើងនេះគឺ sin 100 ផៃតេអញ្ចឹងយើងយក100ផៃតេ derivative មកយើងបាន100ផៃបាទហើយគុណនឹងកុស100ផៃតេបាទពីព្រោះយើង derivative ធៀបមួយតេណាអញ្ចឹងយើងបាន100ផៃកុស100ផៃតេអញ្ចឹង100ផៃគុណនឹង10ខាងមុខនេះវាបាន1000ផៃអញ្ចឹង10សេគុណ3ផៃហើយកុស100ផៃតេហើយ10សេគុណដក3និង10សេគុណ3នេះអស់ហើយផៃគុណផៃនេះយើងបានផៃការ៉េយក10អញ្ចឹង10គុណនឹងដក4គឺបានដក40អញ្ចឹងចម្លើយរបស់យើងគឺដក40គុណនឹងកុស100ផៃតេហើយຂະຫນាតរបស់កម្លាំងអគ្គិសនីចលករអូតូអាណូវីគឺគិតជាវ៉ុលបាទអញ្ចឹងដូចនេះយើងបានចម្លើយកន្សោមកម្លាំងអគ្គិសនីចលករអូតូអាណូវីគឺបាទស្មើនឹងដក40កុស100ផៃតេຂະຫນាតវាគិតជាវ៉ុល